วิธีធ្វើបាយក្រៀមណាបងប្អូនបាយក្រៀមនេះវិធីធ្វើខ្លួនឯងនេះគឺថាឈ្ងុយឆ្ងាញ់អានេះបាយយើងនៅសល់តែពេលអញ្ចឹងទៅវានៅរួយអញ្ចឹងយកទៅទុកឲ្យវាក្រៀមអញ្ចឹងទៅយើងកុំបោះចោលហើយបន្ទាប់មកយើងដាក់ខ្លាញ់បំពងវាបងប្អូនវារាយអញ្ចឹងតែកុំបោះចោលណាបងប្អូនយើងទុកធ្វើបាយក្តាំងញ៉ាំគឺមានរសជាតិឆ្ងាញ់នេះនាងខ្ញុំបំពងឲ្យទុំលើកបន្ទាប់មកនាងខ្ញុំធ្វើទឹកសោះមានស្ករផែនយើងហ្នឹងគឺស្ករក្រហមកូរជាតាំងម៉ែឲ្យវាឈ្ងុយសិនណាបងប្អូននិយាយទៅស្ករក្រហមធ្វើឈ្ងុយឆ្ងាញ់ជាងស្ករសយើងបន្ទាប់មកយើងប្រើទឹកត្រីតាមល្មមយើងប៉ាន់ស្មានឃើញថាវារសជាតិប៉ុណ្ណាណាបងប្អូនហើយបន្ទាប់មកមានម្ទេសហើយនិយាយទៅគ្រឿងក្រៅគេដាក់តែប៉ុណ្្នឹងគឺងាយណាបងប្អូនហើយនឹងស្លឹកខ្ទឹមនាងខ្ញុំអត់មានស្លឹកខ្ទឹមស្រស់ហែអានេះខ្ទឹមនាងខ្ញុំដាក់នៅ freezer ក៏យកមកធ្វើទៅហើយលាយវាចូលរសជាតិគ្នាឲ្យល្មមឆ្ងាញ់អញ្ចឹងយើងយកអាបាយដែលយើងបំពងឲ្យឆ្វាស់ខ្លាញ់ស្អាតសិនណាហើយយើងយកមកច្បល់វាចូលគ្នាបងប្អូនកូរច្បល់ចូលគ្នាហើយបងប្អូនសាក់ភ្លក់មើលតើល្មមរសជាតិយើងត្រូវការអត់ប្រខ្វះរសជាតិទេយើងថែមទឹកត្រីបន្តិចស្ករបន្តិចអីហ្នឹងតាមយើងចូលចិត្តបងប្អូនហើយបន្ទាប់មកប៉ុណ្្នឹងហើយយើងលីងត្រឡប់ចុះត្រឡប់អង្គអ្នកធ្វើ review នេះលេបទឹកមាត់នេះនាងខ្ញុំភ្លក់បន្តិចសិនហើយយើងមានអាកធុននេះមួយយើងដាក់ចូលក្នុងកធុនហ្នឹងហើយយើងយកអាกระดาษដុតនំហ្នឹងយើងសកត់đóបងប្អូនយើងសកត់វាឲ្យណែនហើយទុកឲ្យវាត្រជាក់ទៅគឺវាជាប់គ្នាណាបងប្អូនហើយនេះវាជាប់គ្នាអញ្ចឹងតែនាងខ្ញុំទុកនេះវាអត់ទាន់ត្រជាក់ល្អ